Facebook យើងធម្មតាក៏អាចក្លាយជា Facebook ដែលអាចរកលុយបានដែរបើសិនតែបងប្អូនបើកមុខងារមួយនេះអញ្ចឹងកុំខាតពេលយូរអ្នកនរគ្នាចូលទៅកាន់ Facebook របស់យើងហើយចូលទៅកាន់ profile របស់យើងមកបាទបន្ទាប់មកទៀតអ្នកនរគ្នាមកដល់កន្លែងនេះអ្នកនរគ្នាសង្កេតមើលបាទកន្លែង3ត្រេនៅកន្លែងរូប cover របស់យើងបាទនេះ3ត្រេចុចកន្លែងហ្នឹងមកហើយអ្នកនរគ្នាចូលទៅកាន់កន្លែង turn on promote កន្លែងនេះអញ្ចឹងកន្លែងនេះហើយដែលជាកន្លែងមួយក៏ដូចជាកូនសរមួយដើម្បីបើកឲ្យ Facebook ស្គាល់យើងកាន់តែច្រើនបាទអញ្ចឹងចុចកន្លែងនេះមកហើយយើងចុច update your profile បាទកន្លែងនេះអញ្ចឹងខ្ញុំបញ្ជាក់ថាកន្លែងនេះគឺជាកន្លែងមួយសម្រាប់ឲ្យបងប្អូនអាចបើកមុខងាររកលុយជាមួយ Facebook បានបាទនេះគឺជាដំណាក់កាលទី1បាទអញ្ចឹងយើងធ្វើការបើកupdate profile របស់យើងមកបាទបន្ទាប់មកទៀតគឺវានឹងណែនាំមកយើងបាទរើសហើយបាទអញ្ចឹងយើងដាក់ public ក៏បានខាងលើបាទយើងចុច next មកបន្ទាប់មកទៀតបាទយើងចុច confirm មកបាទមិនធ្វើអីច្រើនទេអូខេយើងចុច confirm មកដល់កន្លែងនេះវានឹងសួរយើងថាតើយើងផុសជាមួយវីដេអូប្រភេទណាបាទអានេះសំខាន់ណាស់សម្រាប់បងប្អូនដែលចង់រកលុយជាមួយ Facebook អញ្ចឹងនេះដំណាក់កាលទី1នៃការបើកកូនសោបាទអញ្ចឹងខ្ញុំប្រាប់ថាកន្លែងនេះយើងចង់ដាក់ digital generator ដូចខ្ញុំក៏បានឬបងប្អូនដាក់ជាប្រភេទវីដេអូបងប្អូនទៅចង់ដាក់ជាចុងភៅឬក៏ដាក់ជាសុខភាពឬក៏ប្រភេទជាបទចម្រៀងបាទ artist ឬក៏ music អីបងប្អូននៅក្នុងនេះទាំងអស់បាទបងប្អូនរើសដែលបងប្អូនមានទៅបាទរើសតាមអ្វីដែលយើងធ្វើវីដេអូហ្នឹងបាទបញ្ជាក់កន្លែងហ្នឹងអូខេចុច next មកអូខេចាំបន្តិចបាទមកដល់កន្លែងនេះគឺអូខេហើយបាទយើងអាចចុចចូលមើលកន្លែងdashboard របស់យើងបានបាទអញ្ចឹងកន្លែងនេះបាទអញ្ចឹងកន្លែងនេះគឺជាចំនួនលុយក៏ដូចជាចំនួន viewer របស់យើងបាទជា content របស់យើងបាទគឺមានអីច្រើនទៀតនៅក្នុងនេះអញ្ចឹងវីដេអូនេះខ្ញុំអត់បង្ហាញអីច្រើនទេខ្ញុំនឹងឲ្យអ្នកនរគ្នាប៉ុណ្ណឹងសិនហើយនឹងឲ្យយើងទៅមើល profile អ្នកនរគ្នាអញ្ចឹងវានឹងចេញតម្រងផ្សេងមួយទៀតបាទអញ្ចឹងអាតម្រងនេះហើយដែលធ្វើឲ្យយើងទូ friend បានច្រើនគឺប៉ុណ្ណាក៏បានដែរ friend យើងអត់កំណត់ទេឲ្យតែយើងឲ្យតែគេចូលចិត្តយើងគេ add មកយើងឬក៏គេ follow យើងវានឹងចូលក្នុងនេះទាំងអស់បាទគឺវាអត់កំណត់ friend យើងទេអូខេអញ្ចឹងបើចង់ដឹងអ្វីផ្សេងទៀតអ្នកនរគ្នាកុំភ្លេចចុច like និងចុច follow ម្នាក់មួយផងដើម្បីមានវីដេអូបន្តទៀតបាទ